នេះយើងសិក្សាទៅលើអាឡាញនឹងមកខ្វីណាដែលអាឡាញហ្នឹងគឺយើងអាចលំកអសទៅឆ្វេងផុតស្ដាំផុតក្តារហ្នឹងទៅហើយមកខ្វីទាំងអីហ្នឹងអ្នកគ្នាអាចត្រូវគឺអាហ្នឹងគឺធ្វើអសហ្នឹងវាមានចរណាវាហោះទៅឆ្វេងហោះទៅស្ដាំឡើងលើចុះក្រោមចុះមកជុំដល់កូដរបស់យើងអញ្ចឹងខ្ញុំវាយទៅលើ A2 ដែលខ្ញុំដាក់ sensor ដាក់សិក្សាទៅលើអាឡាញចុះហ្នឹងចំណងជើងរបស់វាទៅក្តារណាហើយយើងវាយ P take មួយមកតែក្នុង P take នេះគឺយើងវាយអាឡាញហើយស្មើជាមួយនឹង leap បើន័យថាអសគឺនៅខាងឆ្វេងមកអស់ហើយអញ្ចឹងខ្ញុំដាក់ paragraph មួយមក leap paragraph ហើយមួយទៀតគឺ P take ដូចគ្នាគឺខ្ញុំដាក់ align center បើន័យថាអសហ្នឹងគឺទៅក្តារហើយ P take មួយទៀតគឺ P take align right អ្នកគ្នាអញ្ចឹងបើនៅវាទៅស្ដាំអស់អសហ្នឹងដូចឃើញអញ្ចឹងនឹងអសនេះនៅខាងឆ្វេងក្តារស្ដាំអញ្ចឹងមកហើយមួយទៀតគឺយើងសិក្សាទៅលើហើយមកខ្វេអ្នកគ្នាគឺ with direction យើងដាក់អសនៅក្តារយើង center ហ្នឹងហើយខ្ញុំវាយទៅលើមកខ្វេមកអ្នកគ្នាយើងចង់ហៅតបមកកន្លែងនេះគឺ direction កន្លែងនេះគឺយើងដាក់ទិសដៅយើងចង់ហោះពីណាអញ្ចឹងខ្ញុំដាក់ leap ហើយនៅនេះខ្ញុំដាក់ leap ចាស់អសវាចង់មកន័យថាវាហោះពីស្ដាំមកឆ្វេងហើយមួយទៀតគឺយើង copy មកអ្នកគ្នាគឺដាក់ឲ្យក្រៃមកន័យថាពីឆ្វេងស្ដាំណាអ្នកគ្នាហើយវាមាន boot អ្នកគ្នាមាន up មួយទៀតអញ្ចឹងខ្ញុំដាក់ up មកហើយចុងក្រោយគឺ down អ្នកគ្នា down ហ្នឹងក៏វាហោះដែរអញ្ចឹងមកមើលលទ្ធផលរបស់យើងគឺនេះអ្នកគ្នាគឺវាហោះទៅហោះមកប៉ុន្តែ down នឹង up វាដូចជាលឿនណាវាលឿនហើយវាគៀកគ្នាមែនតើអញ្ចឹងខ្ញុំធ្វើការបិទ position ខ្ញុំមើលតខាងឆ្វេងមួយមកអញ្ចឹងវារត់ពីឆ្វេងស្ដាំហើយអសណាហើយយើងបើកវិញខ្ញុំចង់ឲ្យ down នឹង up ហ្នឹងកុំឲ្យវាលឿនពេកអញ្ចឹងយើងអាចកំណត់នេះវាដាក់ឲ្យ high មកអ្នកគ្នាកន្លែងខាង up ហ្នឹងខ្ញុំដាក់80ហើយជាមួយនឹង down 80ដែរអញ្ចឹងវានៅតែលឿនអញ្ចឹងខ្ញុំដាក់ឲ្យវាឆ្ងាយពីគ្នាយើងដាក់ឲ្យទំហំកាន់តែធំទៅវាក៏កាន់តែ clear ដែរមួយទៀតគឺរូបភាពអញ្ចឹងខ្ញុំដាក់រូបភាពមក AMG ហើយយើងវាយ style មកដែលយើងចង់កំណត់ style ទំហំរូបភាពប៉ុន្មាន width មកស្មើប៉ុណ្ណេះចុះហើយ align យើងចង់ឲ្យរូបភាពតាណាទៅឆ្វេងមកអញ្ចឹងដាក់ leap មកអ្នកគ្នាមួយទៀតគឺ AMG ដូចគ្នាយើងវាយ LC មកអ្នកគ្នាគឺយើងដកកាន់រូបភាពដែលយើងបាន save ហ្នឹងមកហើយយើងធ្វើការកំណត់ដូចគ្នាកំណត់ទៅលើ style ខ្ញុំឲ្យទំហំប៉ុណ្ណេះចុះហើយ align យើងដាក់ទៅខាងណាអ្នកគ្នាដាក់ទៅខាងស្ដាំអញ្ចឹងដាក់ right មក open light server មកអ្នកគ្នាអញ្ចឹងលទ្ធផលរបស់យើងនឹងទទួលបានបែបនេះកន្លែងនេះរូបវាធំពេកសារកន្លែងនេះ size ខុសយើង click width អញ្ចឹងដាក់ width មកហើយចុចពី120ទំហំវា120ណាហើយយើងនឹងឃើញបែបនេះហើយតម្រង់ចេញបែបហ្នឹងក្នុងវីដេអូនេះគឺយើងសិក្សាប៉ុណ្ណឹងយើងសិក្សាទៅលើ align ហើយយើងអាចកដាក់ឆ្វេងស្ដាំបានអញ្ចឹងណា